ចាសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតើតើជាមួយនឹងការមើលព័ត៌មានការងារនៅលើគេហទំព័របងធំ .com អញ្ចឹងគឺយើងមើលការងារនៅលើ website បងធំនៅលើទូរស័ព្ទដៃអញ្ចឹងនៅលើទូរស័ព្ទដៃគឺចេញរូបរាងបែបហ្នឹងហើយថ្ងៃនេះគឺយើងមកមើលការងារនៅទីតាំងណាអញ្ចឹងនៅតាមទីតាំងបើយើងមិនចាំបាច់ទៅស្វែងរកទីណាច្រើនទេយើងដឹងថាយើងចង់មើលការងារនៅកន្លែងណាគឺយើងគ្រាន់តែចុចយកកន្លែង location កន្លែង search ហ្នឹងទៅគឺទៅដល់ហើយឥឡូវថ្ងៃនេះគឺយើងមកមើលការងារនៅខេត្តត្បូងឃ្មុំគឺផ្ដើមដោយអក្សរ T និង B ណាអញ្ចឹងយើងអូសចុះក្រោមទៅគឺយើងឃើញអក្សរ B និង T គឺត្បូងឃ្មុំ Province អញ្ចឹងយើងចុចទៅលើហ្នឹងទៅហើយយើងមិនចាំបាច់យកអីច្រើនទេឲ្យតែមានការងារនៅខេត្តត្បូងឃ្មុំហ្នឹងគឺយើងយកមកអញ្ចឹងយើងចុច search ទៅណាចេញអីក៏យើងយកមក ចាឥឡូវគឺយើងមកមើលការងារខាងផ្នែក geologist ចានៅខាង MIT Natural Resource Cambodia Delhi ការងារនេះផុតកំណត់នៅខែ3នេះហើយថ្ងៃទី4ខែ3តើតើជាមួយនឹងការងារនេះគឺមិនសូវជាមានមកចុះផ្សាយទេហើយបើនិយាយអំពីជំនាញអ្នកសិក្សានៅស្រុកខ្មែរទៅលើផ្នែកហ្នឹងវិញក៏អាចថាមិនសូវជាមានច្រើនដូចជាផ្នែកផ្សេងៗទេពីព្រោះនេះគឺជាការងារកម្រណាការងារកម្រហ្នឹងគឺមានន័យថាជំនាញហ្នឹងគឺមិនទាន់ជាមានអ្នកសិក្សាច្រើននៅស្រុកខ្មែរយើងទេបើនៅប្រទេសគេគឺគេមានច្រើនពីព្រោះអីការងាររបស់គេគឺសម្បូរទៅដោយការងារខាងផ្នែកហ្នឹងតែម្ដងណានិយាយបានថាតើតើជាមួយនឹងរ៉ែជាមួយនឹងការសិក្សាទៅលើវិទ្យាសាស្ត្រដីទីតាំងនៃការសាងសង់អីចឹងទៅអញ្ចឹងមានគ្រាន់តែមានកម្រិតណាបើយើងមើលទៅតាមផ្នែកផ្សេងៗគឺមិនជាមានច្រើនប្រហែលទេណាដូច្នេះសម្រាប់យើងអ្នកដែលមានជំនាញខាងហ្នឹងយើងដាក់ការងារខាងផ្នែកហ្នឹងមិនសូវជាមានអ្នកប្រកួតប្រជែងអីច្រើនក្នុងការដាក់ពាក្យទេដូច្នេះគឺយើងមានឱកាសខ្ពស់ក្នុងការទទួលបានការងារហើយតើតើជាមួយនឹងការងាររបស់យើងដែរគឺគេត្រូវការពីមុខតំណែងអញ្ចឹងពួកយើងអាចមានឱកាសហើយ2អ្នកណា2អ្នកការងារពេញម៉ោងហើយប្រាក់ខែ500អាចចរចាគ្នាបានអញ្ចឹងតើតើជាមួយនឹងទៅតាមខែហ្នឹងហើយការងារនេះគឺបើយើងធ្វើការជាមួយនឹងជាជនជាតិគេអញ្ចឹងយើងដឹងហើយណាថាយើងទទួលបានចំណេះជំនាញអីបុព្វជោគ្នាអញ្ចឹងទៅគឺវាល្អសម្រាប់ពួកយើងដែរពេលដែលយើងធ្វើការជាមួយពួកគេគឺយើងដឹងពីវិធីសាស្ត្រក្នុងការធ្វើការហើយយើងមកសិក្សាយើងអាចធ្វើនៅក្នុងស្រុកយើងផងដែរអញ្ចឹងយើងមានឱកាសការងារទៅមើលឃើញថានៅតាមខេត្តហ្នឹងគេធ្វើការងារហ្នឹងបែបលក្ខណៈបែបម៉េចយើងមិននាំគ្នានៅតែក្នុងក្រុងទេការងារនៅក្នុងក្រុងច្រើនណាច្រើនតែគាត់ថាការងារនៅតាមខេត្តគឺយើងក៏ត្រូវតែទៅមើលហើយយើងក៏ត្រូវទៅធ្វើផងដែរបើយើងមានជំនាញនៅខាងអស់ហ្នឹងហើយនេះគឺជាចំណុចល្អបំផុតសម្រាប់អត្ថប្រយោជន៍ហើយនឹងការងារដែលគេត្រូវផ្ដល់ឲ្យគឺយើងមកមើលនៅឡើង compensation ណាគេដាក់នៅក្នុងនេះដូច្នេះសម្រាប់ការងារនេះយើងឃើញថាយើងមើលឲ្យច្បាស់ទៅតើយើងអាចធ្វើបានឬក៏យើងត្រូវការបន្ថែមមានន័យថាប្រាក់ខែគឺចាប់ពី500ឡើងទៅហ្នឹងបើយើងឃើញថាយើងចង់បានខ្ពស់ជាងហ្នឹងគឺយើងស្នើទៅខាងក្រុមហ៊ុនបន្ថែមទៀតទៅ500យើងធ្វើបានទេបើកម្រិតដែលយើងអាចធ្វើបានគឺចំនួនប្រមាណយើងដាក់ទៅក្រុមហ៊ុនទៅអញ្ចឹងខាងក្រុមហ៊ុនគាត់បើកចំហនៅក្នុងការចរចាបន្ថែមណាហើយតើតើជាមួយតម្រូវការការងារគឺយើងឃើញ UT responsibility នៅក្នុងនេះហ្នឹងហើយតើតើជាមួយនឹងចំណេះដឹងភាសាខ្មែរភាសាអង់គ្លេសវិញគឺធ្វើមិនគួរទេណាមានន័យថាយើងអាចទំនាក់ទំនងបានអាចនិយាយបានទៅលើអ្វីដែលគេអាចយល់ដឹងហ្នឹងគឺយើងអាចធ្វើបានហើយតើតើជាមួយនឹងតម្រូវការសិក្សាចំណេះដឹងរបស់យើងមើលកន្លែង qualifications គឺយ៉ាងហោចហ្នឹងគឺយើងត្រូវ bachelor degree in geology ណា earth science អញ្ចឹងសម្រាប់អ្នកដែលគាត់សិក្សាវិទ្យាសាស្ត្រខាងផ្នែកដីអីហ្នឹងគឺត្រូវហើយណា earth ហ្នឹងគឺផែនដីណាដូច្នេះគឺយើងឃើញថាសម្រាប់អ្នកដែលគាត់សិក្សាជំនាញខាងផ្នែកដីប្រភពដីដែលអាចសាងសង់បានហ្នឹងគឺត្រូវហើយយើងមើល how to apply ការងារបែបនេះគឺយើងមើលឃើញណាលេខទូរស័ព្ទគឺមិនមែននៅស្រុកខ្មែរយើងទេគឺនៅក្រៅស្រុកទេដូច្នេះសម្រាប់យើងដាក់ពាក្យទៅហើយយើងមើលការងារដែលយើងត្រូវធ្វើបទសម្ភាសន៍អីហ្នឹងគឺប្រកាសជាជួបជាមួយនឹងអ្នកនៅស្រុកក្រៅហើយតើតើជាមួយនឹងការិយាល័យរបស់គាត់គឺនៅស្រុកខ្មែរយើងទេតែក្រុមហ៊ុនគឺក្រុមហ៊ុនធំនៅស្រុកគេយើងមើលទៅគឺគេដាក់នៅទីក្រុងឌូបៃណាតើតើជាមួយនឹងលេខទំនាក់ទំនងគឺយើងឃើញយើងដាក់ការងារទៅខាងក្រុមហ៊ុនដូច្នេះការងារបែបហ្នឹងបើយើងចាប់អារម្មណ៍គឺយើងត្រូវមើលឲ្យច្បាស់ហើយយើងពិនិត្យឲ្យច្បាស់ណាអញ្ចឹងកន្លែងនេះគឺអាចនិយាយបានថាមិនមែននៅស្រុកយើងទាំងអស់ទេអញ្ចឹងយើងទីតាំងការងារគឺនៅស្រុកយើងតែសម្រាប់អ្នកដែលគាត់ត្រូវជួលយើងឲ្យធ្វើការហ្នឹងគឺមិនមែននៅស្រុកយើងទេណាចាដូច្នេះគឺយើងមើលព័ត៌មានការងារឲ្យច្បាស់សម្រាប់នៅក្នុងនេះដែលឲ្យពាក្យថាមើលការងារព័ត៌មានឲ្យច្បាស់ហ្នឹងគឺឲ្យដឹងថាក្រុមហ៊ុនមកពីណាទៅណាហើយឲ្យដឹងថាអ្នកដែលយើងធ្វើការជាមួយនឹងគាត់នៅកន្លែងណាឲ្យពិតប្រាកដណាឲ្យច្បាស់លាស់ហើយគាត់ធ្វើអីណាអូខេអញ្ចឹងឥឡូវយើង